សួស្តីពុកម៉ាក់បងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ពុកហៀនីទៀនរឿងមេទឹកកាលពីឆ្នាំមុនខ្ញុំនិងមិត្តភ័ក្តិ3-4នាក់បាននាំគ្នាទៅដែរកំសាន្តនៅស្ទឹងមួយកន្លែងដែលសារតែពេញចិត្តនឹងទេសភាពមលប់ត្រជាក់ក្រោមខ្យល់ត្រជាក់ជាពិសេសពេលមានខ្យល់បក់ដាក់មរុស័យបក់យល់យកសំឡេងកគិតគ្នាប្រៀបដូចជាបទភ្លេងកំដរអារម្មណ៍អ្នកកំសាន្តអីចឹងពួកខ្លងបាននាំគ្នាបងសំណាញ់ខ្លះអង្គុយស្ទូចត្រីលេងខ្លះបំណងគ្រាន់តែចង់លំហែប៉ុណ្ណោះហេតុនេះទោះជាបានត្រីឬមិនបានត្រីមិនសំខាន់ទេពួកយើងអង្គុយស្ទូចបណ្ដាជជែកគ្នាលេងបណ្ដាយ៉ាងសប្បាយចិត្តប៉ុន្តែយូរមានពេលកំសាន្តម្ដងជីវិតគឺហាក់បីដូចជារំសាយមួយគ្រាដែររវល់តែអង្គុយបណ្ដាស្រាប់តែល្ងាចប្រហែលជាម៉ោង4រសៀលគ្នាខ្ញុំក៏នាំគ្នាចុះមុជទឹកមុននឹងត្រឡប់ទៅផ្ទះវិញប៉ុន្តែខ្ញុំអត់បានចុះមុជទឹកទេព្រោះដឹងស្រាប់ហើយថាខ្ញុំជាមនុស្សខ្លាចទឹកតាំងពីក្មេងម្យ៉ាងក្រោយមានហេតុការណ៍មិត្តភក្តិខ្ញុំលង់ទឹកស្លាប់តាំងពីក្មេងមកខ្ញុំគឺរៀងចាលខ្លាចទឹកយកតែម្ដងខណៈខ្ញុំកំពុងអង្គុយលើឆ្នេរខ្សាច់ក៏យន្តថ្ងៃហៀបលិចមិត្តភក្តិខ្ញុំគេសប្បាយចិត្តនឹងហែលទឹកពួកគេហែលឆ្លងស្ទឹងចុះឡើងហាក់បីដូចជាមិនចង់ឈប់សោះឃើញមេតកាន់តែរសៀលខ្លាំងខ្ញុំក៏ស្រែកហៅមិត្តភក្តិឲ្យឡើងលើគោកប្រញាប់ទៅផ្ទះវិញអាម៉ានាំគ្នាឡើងមកកុំឲ្យយប់តន់ម្យ៉ាងអាម៉ាដូចជាមុតទឹកយូរហើយដែរប្រយ័ត្នរងាមិនអីទេអាម៉ាអីពួកគ្នាហែលបន្តិចសិនពួកក៏ឆ្លៃលាយឡំនឹងសម្លេងសើចសប្បាយពេញទឹកមួយសន្ទុះក្រោយមកខ្ញុំក៏មិនស្រណុកចិត្តសោះព្រោះឃើញមិត្តភក្តិហែលចុះហែលឡើងតែមិនព្រមឡើងមកលើគោកម្យ៉ាងឃើញទឹកមុខម្ញាក់ហាក់បីដូចជាប្រឹងហែលណាស់តែខ្ញុំឆ្ងល់ព្រោះគាត់ហែលយូរហើយគួរតែអស់កម្លាំងតែនេះមិនអស់កម្លាំងសោះហើយគិតតែពីសោយសប្បាយរហូតខ្ញុំក៏ស្រែកហៅម្ដងទៀតអាម៉ាអីឡើងមកលើគោកមកមេឃងងឹតហើយណាមិត្តភក្តិខ្ញុំឆ្លៃដូចមុនទៀតពេលនេះខ្ញុំកើតចិត្តសង្ស័យកាន់តែខ្លាំងតែហេតុអ្វីបានជាមិត្តភក្តិខ្ញុំអាចហែលទឹកយូរយ៉ាងនេះម្យ៉ាងហែលចុះហែលឡើងមិនចេះហត់ហើយនៅតែសោយសប្បាយដដែលប្រកាសជាមានអ្វីមួយដែលមិនស្រួលហើយខ្ញុំចាប់ផ្ដើមដើរតាមឆ្នេរខ្សាច់ទៅរកពួកគាត់មេឃក៏ចាប់ផ្ដើមងងឹតខ្ញុំក៏ទៀងពេលមកបើកភ្លើងបញ្ចាំងមើលស្រាប់តែពុទ្ធោអត់មានឃើញមិត្តភក្តិខ្ញុំសូម្បីតែម្នាក់ទឹកស្ទឹងស្ងាត់ឈឹងពេលនោះខ្ញុំមិនទិលក្នុងចិត្តមុននេះមិត្តភក្តិហែលទឹកពេញនឹងហើយចុះបាត់ទៅណាភ្លាមបែបនេះច្បាស់ណាស់ប្រកាសជាមានអ្វីមួយដែលមិនស្រួលហើយខ្ញុំស្រែកហៅពួកគេម្ដងទៀតប៉ុន្តែពុំឮសំឡេងនរណាម្នាក់ឆ្លើយសោះខ្ញុំភ័យហើយក៏បារម្ភមិនដឹងថាមិត្តភក្តិខ្ញុំទៅណាលឿនម្លេះភ្លាមខ្ញុំស្ទើរលោះប្រឡងពេលមានដៃមួយត្រចាក់ស្រឹបចាប់ជើងខ្ញុំពេលខ្ញុំមើលទៅឃើញមិត្តភក្តិខ្ញុំនៅក្នុងទឹកកំពុងចាប់ជើងខ្ញុំហើយសើតខ្ញុំក៏ស្ដីឲ្យអាម៉ាស់ឯងលេងអីឈួតគ្នាភ័យស្ទើរលោះប្រឡងអស់បានហើយឡើងមកលើគោកមកទៅផ្ទះមិនអីទេគ្នាហែលបន្តិចទៀតសិនពួកគាត់ឆ្លើយលាយឡំនឹងសម្លេងសើចសប្បាយពេញទឹក